Bà ok số đây bằng vào nó khné ngày next trong nó mà ram bằng vào nó khné từ mưa tới speed nông prang đó hay bà chàng đang ta tới speed app văn mán complete តាមដាន video ដល់ចប់ ok let's go បាទបន្ទាប់ពីយើងចេញពីផ្ទះមកឥឡូវខ្ញុំឡើងដល់ខ្នល់ជាតិហើយហើយផ្លូវចេញពីផ្ទះខ្ញុំទៅគឺជាខ្នល់គ្រួសទេបងប្អូនតែដោយសារតែដីវាលាក់ពេកខ្ញុំខ្ជិលថតអញ្ចឹងខ្ញុំថតនេះក៏ថតកាត់ដែរបងប្អូនហើយបន្ទាប់ពីចេញពីផ្ទះទៅនេះតាមផ្លូវគឺទេសភាពស្អាតដែរបងប្អូនអើយហើយបន្ទាប់មកគឺខ្ញុំធ្វើដំណើរមកដល់រង្វង់មូលកាប៊ីនបងប្អូនមកដល់រង្វង់មូលហ្នឹងគឺមកពីខាងខ្ញុំខាងផ្សារផ្លូវ5បន្ទាប់មកគឺយើងបត់មកស្ដាំមកគឺបត់មកស្ដាំជិះមកបន្តិចមកគឺយើងដល់ភ្នំព្រឹកហើយបងប្អូនហើយដោយបងប្អូនឃើញទេសភាពហើយផ្ទៃមេឃពណ៌ស្រឡះបែបនេះគឺស្អាតដែរបងប្អូនហើយពេលខ្លះយើងហើយមានអារម្មណ៍ថាធុញថប់ឬមួយក៏ស្មុគស្មាញការងារយើងអាចជិះមកថតរូបលេងឬមួយក៏មើលទេសភាពអីរំសាយអារម្មណ៍ដែលយើងស្មុគស្មាញពីការងារនឹងបានបងប្អូនហើយគឺនិយាយទៅស្អាតដែរបងប្អូនជាពិសេសខែនេះគឺស្លឹកឈើខៀវខ្ចីចេះមើលទៅគឺស្អាតខ្លាំងមែនតើអញ្ចឹងសម្រាប់អ្នកដែលតនេធុញថប់ពីការងារអីបងប្អូនអាចសាកមកកំសាន្តបានបងប្អូនហើយនៅខាងលើភ្នំហ្នឹងគឺមានកន្លែងគេញ៉ាំអាហារទៀតបងប្អូនមានលក់កាហ្វេឬមួយក៏ភេសជ្ជៈអីទៀតប៉ុន្តែខ្ញុំទៅនេះគឺអត់បានទៅញ៉ាំអីទេបងប្អូនទៅតែថតរូបលេងមួយផ្លែតហើយក៏ត្រឡប់ទៅផ្ទះវិញហើយកន្លែងដែលខ្ញុំទៅនេះគឺភាគច្រើនបងប្អូនអ្នកដំណើរគាត់ឆ្លងកាត់គាត់ចូលចិត្តថតរូបនៅកន្លែងហ្នឹងឯងបងប្អូនគឺកន្លែងស្ពានហ្នឹងសម្បូរអ្នកមកថតរូបបងប្អូនយើងអ្នកដែលធ្វើដំណើរជិះកាត់គឺភាគច្រើនមកដល់ហ្នឹងគឺគាត់អត់រំលងទេបងប្អូនហើយដោយសារតែទេសភាពស្អាតខ្លាំងណាស់ដោយបងប្អូនឃើញជាក់ស្ដែងក្នុងវីដេអូអញ្ចឹងបងប្អូនគឺនិយាយទៅពេលដែលយើងស្មុគស្មាញអីពេលដែលយើងឃើញទស្សនភាពបែបហ្នឹងគឺមានអារម្មណ៍ថាស្រស់ស្រាយបងប្អូនអញ្ចឹងបងប្អូនកុំភ្លេចសាកអ្នកដែលតនេអីអាចទៅលេងបានអូខេបងប្អូនអរគ្នាឥឡូវខ្ញុំបានធ្វើដំណើរមកដល់ភ្នំព្រឹកហើយឃើញថាទេសភាពស្អាតខ្លាំងមែនទែនហើយថ្ងៃកំពុងតែរះបងប្អូនមើលជាក់ស្ដែងទេសភាពស្អាតណាបងប្អូននៅខាងភ្នំព្រឹកអញ្ចឹងប៉ុណ្ណឹងឯងបងប្អូនចាំខ្ញុំថតឲ្យបងប្អូនយើងមើលបន្ថែមទៀតអូខេអំឡុងពេលដែលខ្ញុំទៅថតឲ្យបងប្អូនទស្សនាពេលហ្នឹងគឺប្រហែលជាម៉ោង8ព្រឹកអញ្ចឹងបើសិនជាបងប្អូនអត់ចង់ក្តៅពេកទេបងប្អូនអាចទៅលេងពេលព្រឹកឬមួយក៏ពេលល្ងាចតែបើសិនជាយើងទៅពេលថ្ងៃគឺក្តៅខ្លាំងបងប្អូនអញ្ចឹងគឺមានតែប៉ុណ្្នឹងឯងអរគុណច្រើន